សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Admin Pro ភ័ក្រវិលត្រឡប់មកជួបបងប្អូនម្ដងទៀតហើយ ហើយតើកុំឲ្យខាតពេលទៅតាមដានជាមួយនឹង Admin Pro ភ័ក្រទាំងអស់គ្នាផ្ដើមសាច់រឿងដំបូងតួស្រីរបស់យើងគាត់កំពុងតែវាយឡើងជាមួយនឹងប្តីរបស់គាត់ប៉ុន្តែតួស្រីរបស់យើងគឺគាត់មិនសូវជាសប្បាយចិត្តជាមួយនឹងប្តីគាត់នោះឡើយព្រោះតែប្តីគាត់នោះខ្សោយខ្លាំងពេកចំណែកឯប្តីរបស់តួស្រីយើងវិញមិនទាន់នឹងបានប្រមាណផងគាត់បែរទៅរកថ្នាំជំនួយទៅហើយធ្វើឲ្យតួស្រីរបស់យើងគាត់មានការអាក់អន់សពន់ចិត្តណាស់ជាខ្លាំងរួចតួស្រីរបស់យើងគាត់ក៏បានដើរចេញពីមុខប្តីគាត់បាត់តែម្ដងធ្វើឲ្យប្តីរបស់គាត់ក៏មានអារម្មណ៍ថាមិនសប្បាយចិត្តនោះដែរសាច់រឿងយើងក៏កាត់មកដល់ស្អែកឡើងតួប្រុសរបស់យើងគាត់ក៏បានឲ្យធូបបួងសួងរួចក៏បានសន្យាជាមួយនឹងជីដូនជីតានឹងខ្មោចឪពុកម្ដាយរបស់គាត់ថាគាត់នឹងសន្យាថានឹងរកចៅឲ្យបានជូនដូនតានិងពុកម៉ែរបស់គាត់ដែលបានស្លាប់ទៅមិនឲ្យពួកគាត់នោះខកបំណងនោះឡើយបន្ទាប់ពីបួងសួងរួចគាត់ក៏បានអង្គុយសម្លឹងមើលប្រពន្ធរបស់គាត់កំពុងតែឈរធ្វើម្ហូបគឺពិតជាទំនងខ្លាំងណាស់ធ្វើឲ្យគាត់ពិតជាមានអារម្មណ៍មែនតែនរួចគាត់ក៏បានដើរមកជិតប្រពន្ធរបស់គាត់រួចគាត់ក៏និយាយរួចចង់បបួលប្រពន្ធរបស់គាត់ទៅក្នុងបន្ទប់ដើម្បីយកកូនឲ្យបានតែប្រពន្ធរបស់គាត់ក៏បានស្ដីឲ្យថាគាត់មិនព្រមនោះទេព្រោះតួប្រុសរបស់យើងគឺពិតជាខ្សោយខ្លាំងណាស់គឺគាត់ពិតជាគ្មានអារម្មណ៍ជាមួយនោះឡើយចំណែកប្តីរបស់តួស្រីយើងវិញពេលដែលឮប្រពន្ធនិយាយបែបនេះគឺគាត់មានអារម្មណ៍ថាមិនសប្បាយចិត្តនោះឡើយប៉ុន្តែគាត់មិនចង់គិតច្រើននោះទេរួចគាត់ក៏បបួលគ្នាញ៉ាំបាយជាមួយនឹងប្រពន្ធរបស់គាត់ស្របពេលដែលគាត់កំពុងតែញ៉ាំឆ្ងាញ់ផងស្រាប់តែមានអ្នកណាម្នាក់មកស្រែកហៅពួកគាត់ពីក្រៅរបងផ្ទះធ្វើឲ្យពួកគាត់ពិតជាឆ្ងល់ខ្លាំងណាស់តួប្រុសរបស់យើងគាត់ក៏បានប្រាប់ប្រពន្ធគាត់ឲ្យញ៉ាំបាយអាហ្នឹងហើយគាត់ដើរទៅក្រៅបន្តិចដើម្បីមើលតើអ្នកណាហ៊ានមករញ៉េរញ៉ៃមកផ្ទះគាត់បែបនេះតួប្រុសរបស់យើងដែលត្រូវជាប្តីតួស្រីយើងនឹងឯងគាត់ក៏បានដើរចេញទៅរួចគាត់ក៏ឃើញបុរសម្នាក់កំពុងតែឈរអើតលើមើលលើមនៅក្រៅរបងផ្ទះរួចគាត់ក៏សួរថានេះឯងមកធ្វើអ្វីនៅទីនេះចំណែកបរិសម្នាក់នេះវិញពេលដែលឃើញម្ចាស់ផ្ទះចេញមកគាត់ក៏បានមកសុំតួប្រុសរបស់យើងថាមានអ្វីឲ្យគាត់ញ៉ាំដែរឬទេគឺគាត់ពិតជាឃ្លានខ្លាំងណាស់ចំណែកតួស្រីរបស់យើងវិញពេលដែលឃើញមានអ្នកមករញ៉េរញ៉ៃមកផ្ទះគាត់បែបនេះគាត់ក៏មកដេញតួប្រុសម្នាក់នេះចេញតែម្ដងប៉ុន្តែប្តីរបស់នាងក៏បានខត់ថាមិនបាច់ធ្វើបាបគេនោះទេគេគ្រាន់តែចង់បានអ្វីញ៉ាំតែប៉ុណ្ណោះតួស្រីរបស់យើងពេលដែលឮបែបនេះគាត់ក៏បាននិយាយថាមើលទៅមុខមាត់របស់គេចោះដូចជាមិនសូវទុកចិត្តនោះឡើយចំណែកតួប្រុសរបស់យើងវិញគាត់ក៏បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថាបរិសម្នាក់នេះដូចជាគួរឲ្យអាណិតខ្លាំងណាស់គាត់ចង់ផ្ដល់ការងារឲ្យបរិសម្នាក់នេះឲ្យជួយដាំបាយជួយមើលសួនរបស់យើងព្រោះគាត់កំពុងតែខ្វះកម្លាំងផងតើប្រពន្ធរបស់គាត់យល់ព្រមដែរឬទេចំណែកប្រពន្ធរបស់គាត់ពេលដែលឮបែបនេះគាត់ក៏រៀងអាណិតខ្លះដែររួចគាត់ក៏យល់ព្រមតាមសំណុំពររបស់ប្តីគាត់តែម្ដងចំណែកជនអនាថាម្នាក់នេះវិញពេលដែលឮលោកប្រុសលោកស្រីបានផ្ដល់ឱកាសការងារឲ្យគាត់បែបនេះគឺគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់សាច់រឿងយើងក៏កាត់បានមួយរយៈក្រោយមកតួប្រុសដែលជាជនអនាថាម្នាក់នេះវិញតែលួចមើលថៅកែស្រីរបស់គាត់កំពុងតែធ្វើម្ហូបហើយមិនដឹងថាគាត់នឹងកំពុងតែគិតអ្វីទៅលើថៅកែស្រីរបស់គាត់នោះទេគណៈពេលនោះដែរថៅកែស្រីរបស់គាត់ក៏បានមើលឃើញទង្វើរបស់តួប្រុសដែលជាជនអនាថាម្នាក់នេះគាត់ក៏បានដើរទៅស្ដីឲ្យតួប្រុសរបស់យើងតែម្ដងតួស្រីរបស់យើងគាត់ក៏បានស្ដីឲ្យថានេះឯងមកនៅផ្ទះយើងមិនដេចមិនជួយការងារខ្លះសោះអញ្ចឹងហើយមិនដេចបានជាមកអង្គុយតែមើលយើងបែបនេះតួប្រុសរបស់យើងពេលដែលឮបែបនេះគាត់ក៏រៀងរអៀងចិត្តខ្លាំងណាស់ដែររួចគាត់ក៏បានដើរចេញទៅក្រៅដើម្បីជួយធ្វើការម្ចាស់ផ្ទះតែម្ដងខណៈពេលដែរតួប្រុសរបស់យើងគាត់កំពុងតែកាត់ស្មៅនៅឯចំហៀងផ្ទះស្រាប់តែតួស្រីរបស់យើងគាត់ក៏បានទៅហាលកៅអៅម្ដុំនឹង
ហើយមើលទៅខ្សែភ្នែករបស់គាត់ចុះគឺពិតជាឲ្យភ្នែកទៅកាន់ណាតួប្រុសរបស់យើងខ្លាំងណាស់ធ្វើឲ្យតួប្រុសរបស់យើងគាត់ក៏មិនអស់ចិត្តនោះដែររួចគាត់ក៏បានដោះអាវឬមុខថៅកែស្រីរបស់គាត់នោះតែម្ដងមិនដឹងថាពួកគាត់កំពុងតែគិតអ្វីទៅលើគ្នានោះឡើយក្រឡេកមកមើលតួស្រីរបស់យើងចុះពេលដែលតួប្រុសគាត់លួចដោះអាវបែបនេះគាត់ក៏ពិតជាមានអារម្មណ៍ថាអៀនខ្លាំងណាស់រួចគាត់ក៏បានបែរមកមើលតួប្រុសតែមិនបានឃើញនោះឡើយតែពេលដែលគាត់ដើរចេញមកស្រាប់តែតួប្រុសរបស់យើងបាននៅពីក្រោយគាត់តែម្ដងហើយតួប្រុសរបស់យើងគាត់ក៏បានស្ទាបបង្អែលទៅកាន់តួស្រីរបស់យើងធ្វើឲ្យតួស្រីរបស់យើងគឺពិតជាព្រឺព្រួយខ្លាំងណាស់រួចគាត់ក៏បានទះតួប្រុសរបស់យើងមួយកំភ្លៀងតែម្ដងតែមើលទៅមុខតួប្រុសរបស់យើងចុះគឺគាត់មិនសូវជាខ្វល់នោះឡើយសាច់រឿងយើងក៏កាត់មកដល់ពេលល្ងាចឡើងតួប្រុសរបស់យើងដែលត្រូវជាលោកតកែគាត់បានចេញទៅក្រៅប្រទេសរួចគាត់ក៏បានផ្ដាំតួប្រុសរបស់យើងឲ្យជួយមើលផ្ទះសម្បែងរួមទាំងប្រពន្ធគាត់ផងគាត់ទៅមិនយូរនោះឡើយគឺគាត់នឹងត្រឡប់មកវិញខណៈពេលដែរលោកតកែដើរចេញទៅបុរសម្នាក់នេះគាត់ដូចជាគិតអ្វីម្យ៉ាងតែយើងមិនដឹងថាគាត់នោះគិតអ្វីនោះឡើយចំណែកតួស្រីរបស់យើងវិញគាត់កំពុងតែគេងហើយយើងមិនដឹងថាគាត់គេងនៅកន្លែងនោះទេតែបើតាមអេដមីនសើបង្កេតមើលទៅលោកស្រីម្នាក់នេះកំពុងតែនឹកតួប្រុសរបស់យើងដែលពីថ្ងៃមិញគាត់បានមកស្ទាបបង្អែលគាត់នឹងឯងតួស្រីរបស់យើងបានគេងស្រមៃយូរទៅគឺគាត់មិនចង់គិតច្រើននោះទេរួចគាត់ក៏សងំគេងតែម្ដងតែគាត់មិនបានទាន់គេងនោះឡើយក៏ស្រាប់តែឃើញតួប្រុសរបស់យើងបានចូលមកដល់ក្នុងបន្ទប់របស់គាត់ធ្វើឲ្យគាត់មានការភ្ញាក់ជាខ្លាំងចំណែកតួប្រុសរបស់យើងគាត់ក៏បានដើរចូលមកជិតរួចគាត់ក៏មិនចាំយូរទៅដែរគាត់ក៏ចាប់ផ្ដើមបបួលអ្នកស្រីរបស់គាត់វាយឡើងតែម្ដងស្អែកឡើងតួប្រុសដែលត្រូវជាលោកតកែគាត់ក៏បានមកផ្ទះវិញធ្វើឲ្យតួប្រុសរបស់យើងគាត់មានការភ្ញាក់ផ្អើលជាខ្លាំងហើយលោកតកែក៏បានសួរថានេះឯងចូលមកក្នុងបន្ទប់យើងធ្វើអ្វីចំណែកតួប្រុសរបស់យើងគាត់ក៏បាននិយាយថាលោកស្រីអាមាញ់មិញគឺត្រូវកណ្ដោវានៅក្នុងបន្ទប់រួចគាត់ក៏បានជួយចូលទៅមើលចំណែកតួស្រីរបស់យើងគាត់ក៏មានការផិតភ័យដែរហើយតួប្រុសរបស់យើងគាត់ក៏បាននិយាយថាថ្ងៃនេះគាត់ឡើងយន្តហោះមិនទាន់នោះឡើយព្រោះតែគាត់លែតមករួចបរោះដែលត្រូវជាលោកតកែគាត់ក៏បានអរគុណតួប្រុសយើងជាខ្លាំងដែលបានជួយមើលថែប្រពន្ធគាត់ដដល់បែបនេះចំណែកតួប្រុសរបស់យើងគាត់ក៏មិនចង់និយាយច្រើនដែរគាត់ក៏ដើរចេញតែម្ដងហើយយើងក៏លេចមកមើលតួស្រីជាងល្អរបស់យើងចោះគឺគាត់កំពុងតែបារម្ភជាខ្លាំងព្រោះខ្លាចប្តីរបស់គាត់បានដឹងរឿងនេះសាច់រឿងយើងក៏កាត់មកដល់3ខែកន្លងផុតទៅតួស្រីរបស់យើងគាត់ក៏បានអូសដៃតួប្រុសមករួចគាត់ក៏បានរាយរាប់សារសាប់ទៅប្រាប់តួប្រុសរបស់យើងថាគាត់មានទម្ងន់3ខែទៅហើយធ្វើឲ្យតួប្រុសរបស់យើងគាត់មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់មិនចង់ឲ្យមានរឿងនេះនោះទេចំណែកតួស្រីគាត់ឲ្យតួប្រុសយើងទទួលខុសត្រូវហើយចំណែកតួប្រុសរបស់យើងវិញគឺគាត់មិនដឹងត្រូវធ្វើយ៉ាងណានោះឡើយចំណែកតួស្រីរបស់យើងគាត់ក៏បានគម្រាមទៅកាន់តួប្រុសបើតួប្រុសយើងមិនទទួលខុសត្រូវនោះទេគាត់នឹងប្រាប់ប្តីគាត់ឲ្យបានដឹងហើយចំណែកតួប្រុសរបស់យើងគឺគាត់ពិតជាពិបាកចិត្តខ្លាំងណាស់រួចគាត់ក៏ប្រាប់តួស្រីឲ្យរងចាំបន្តិចគឺគាត់នឹងព្យាយាមរកដំណោះស្រាយសាច់រឿងយើងក៏កាត់មកដល់ថ្ងៃបន្ទាប់ទៀតហើយតួស្រីរបស់យើងគាត់កំពុងតែចុះមកពីលើផ្ទះរួចគាត់ក៏បានសួរទៅកាន់ប្តីគាត់ថាតើបរិះដែលជាអ្នកបម្រើតើគាត់ទៅណាបាត់ហើយតួប្រុសរបស់យើងគាត់ក៏ឆ្លើយថាតួប្រុសដែលត្រូវជាអ្នកបម្រើគាត់បានឈប់ធ្វើការបាត់ហើយធ្វើឲ្យតួស្រីរបស់យើងគាត់មានការភ្ញាក់ផ្អើលជាខ្លាំងរួចគាត់ក៏សួរថាហេតុអ្វីទើបបានជាគាត់ឈប់ធ្វើការបែបនេះតួប្រុសរបស់យើងដែលត្រូវជាលោកតកែគាត់និយាយថាគាត់មិនដឹងនោះទេសុកស្រាប់តែគេចង់ឈប់ធ្វើការបែបនេះគឺគាត់មិនអាចហាមគាត់បាននោះទេតួស្រីរបស់យើងពេលដែលឮបែបនេះគាត់ក៏ដើរចេញតាមទៅរក
តួប្រុសដែលត្រូវជាអ្នកបម្រើតែម្ដងតួស្រីរបស់យើងគាត់ក៏បានតាមមកទាន់តួប្រុសដែលត្រូវជាអ្នកបម្រើនេះឯងរួចតួស្រីរបស់យើងគាត់ក៏កាក់សួរថាហេតុអ្វីទើបបានជាលោកមិនមានទំនួលខុសត្រូវលើខ្លួនឯងចឹងចំណែកតួប្រុសរបស់យើងគាត់ក៏មិនចង់និយាយរកតួស្រីដែរតួស្រីរបស់យើងគាត់ក៏បានគំរាមថាបើលោកមិនទទួលខុសត្រូវនោះទេខ្ញុំនឹងលេបថ្នាំសម្លាប់ខ្លួនពេលដែលឮបែបនេះគឺគាត់បានហាមគាត់តួស្រីថាមិនអោយធ្វើរឿងនេះនោះឡើយចាំគាត់ព្យាយាមរកវិធីផ្សេងមកជួយដោះស្រាយឲ្យនាងសាច់រឿងយើងក៏កាត់មកដល់តួប្រុសរបស់យើងគាត់កំពុងតែលើកកែវកាហ្វេផឹករួចតួស្រីរបស់យើងគាត់ក៏លួចសើចមិនដឹងថារួចសើចមានរឿងអ្វីនោះទេបានមួយផ្លែតក្រោយមកតួប្រុសរបស់យើងគាត់ក៏បានបែកពពុះមាត់ប្រកាសចាស់ស្លាប់នៅនឹងកន្លែងតែម្ដងពេលនេះទើបយើងដឹងថាតួស្រីកំហុយម្នាក់នេះគឺគាត់បានបំពុលប្តីរបស់គាត់ស្លាប់បាត់ទៅហើយបន្ទាប់ពីលោកតៅកែបានស្លាប់ត្រឹមតែមួយខែក្រោយមកតួប្រុសកំហុចដែលត្រូវជាអ្នកបម្រើគាត់ក៏បាននាំនារីម្នាក់យកមកនៅផ្ទះនេះចំណែកតួស្រីរបស់យើងគាត់ក៏សួរថានាងម្នាក់នេះគឺជាអ្នកណាហេតុអ្វីបានជាឲ្យនាងមកទីនេះបែបនេះចំណែកតួប្រុសរបស់យើងគាត់ក៏បាននិយាយទៅកាន់តួស្រីថានេះគឺគ្រាន់តែជាប្អូនជីដូនមួយរបស់គាត់តែប៉ុណ្ណោះគឺគាត់គ្មានកន្លែងស្នាក់នៅទើបបានជាគាត់យកមកនៅទីនេះជុំគ្នាចំណែកតួស្រីរបស់យើងពេលដែលឮបែបនេះគឺគាត់ក៏មិនគិតអ្វីច្រើននោះដែរគាត់ក៏ញញឹមពព្រាយរាក់ទាក់ជាមួយនឹងប្អូនជីដូនមួយតួប្រុសយើងតែម្ដងសាច់រឿងយើងក៏កាត់មកដល់យប់ឡើងតួស្រីរបស់យើងគាត់ក៏បានលោកដៃទៅអោបតួប្រុសដែលត្រូវជាអ្នកបម្រើតែគាត់មិនបានឃើញនោះឡើយរួចគាត់គឺពិតជាឆ្ងល់ខ្លាំងណាស់រួចគាត់ក៏បានក្រោកឡើងដើម្បីដើររកតួប្រុសកំហុយម្នាក់នេះខណៈពេលដែរតួស្រីរបស់យើងគាត់កំពុងដើររកក៏ស្រាប់តែគាត់ក្រឡេកឃើញតួប្រុសរបស់យើងគាត់កំពុងតែលួចវាយឡើងជាមួយនឹងប្អូនជីដូនមួយរបស់គាត់តែតាមពិតទៅគឺមិនមែនជាប្អូនជីដូនមួយអីគាត់នោះឡើយគឺជាស្រីកំណានរបស់បុរសកំហុយម្នាក់នេះឯងតួស្រីរបស់យើងពេលដែលឃើញបែបនេះគឺគាត់រត់ចេញតែម្ដងព្រោះគាត់មិនចង់ឃើញទស្សនវិជ្ជាបែបនេះនោះឡើយតួស្រីយើងក៏បានភ្ញាក់ឡើងការពិតទៅអំបញ្ញមិញគឺគ្រាន់តែគាត់បានយល់សប្តិតែប៉ុណ្ណោះតែតាមពិតទៅក៏មិនខុសអ្វីក្នុងពីការយល់សប្តិដែរគាត់បានសម្លឹងមើលជើងរបស់គាត់គឺបានជាប់ចំណងអស់ទៅហើយតើហេតុអ្វីបានជាមានរឿងនេះកើតឡើងគឺគាត់ពិតជាមិនយល់នោះឡើយបានមួយបន្តិចក្រោយមកតួប្រុសរបស់យើងហើយនិងតួស្រីដែលត្រូវជាប្អូនជីដូនមួយនឹងឯងគឺគាត់បានដើរចូលមកតួស្រីរបស់យើងគាត់ក៏សួរថានេះពួកឯងចង់ធ្វើអ្វីមកកាន់យើងតួប្រុសកំហុយម្នាក់នេះគាត់ក៏និយាយថានេះនាងគិតថាយើងស្រឡាញ់នាងមែនទេថ្ងៃមុននាងហ៊ានសម្លាប់ប្តីខ្លួនឯងថ្ងៃក្រោយគឺនាងនឹងសម្លាប់យើងជាជាបំខានចឹងហើយយើងគឺមានតែធ្វើបែបនេះនោះទេគឺត្រូវតែសម្លាប់នាងរួចយើងនឹងយកទ្រព្យសម្បត្តិនេះមកក៏រស់នៅជាមួយនឹងសង្សារថ្មីរបស់យើងទាំងអស់ចំណែកតួស្រីដែលត្រូវជាប្អូនជីដូនមួយនេះវិញនាងក៏បាននិយាយថានាងមិនចាំបាច់ភ័យនោះទេពេលដែលយើងសម្លាប់នាងហើយយើងនឹងយកទ្រព្យសម្បត្តិនេះចាយពីអ្នកគូស្នេហ៍របស់យើងតែម្ដងរួចពួកគាត់ក៏ចាប់ផ្ដើមចេញប្រណិប័តការសម្លាប់តួស្រីរបស់យើងចោលតែម្ដង